សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel សិស្សវិទ្យាល័យ High School Student Channel ជួបខ្ញុំជាថ្មីម្ដងទៀតហើយជាមួយនឹងវិញ្ញាសាត្រៀមប្រឡងចូលគ្រប់ខណ្ឌមន្ត្រីនគរបាលជាតិទាំងអស់គ្នានៅក្នុងវីដេអូនេះមានរហូតដល់7សំណួរទី1សួរថាតើប្រទេសកម្ពុជាទទួលបានសន្តិភាពពិតប្រាកដចាប់ពីឆ្នាំណាមកហើយសន្តិភាពនេះបានកើតឡើងយ៉ាងដូចម្ដេចទី2ក្រោយពេលទទួលបានឯករាជ្យពីអាណានិគមនិយមបារាំងរហូតមកដល់បច្ចុប្បន្ននេះតើប្រទេសកម្ពុជាបានផ្លាស់ប្ដូររបបនយោបាយអ្វីខ្លះចូលរៀបរាប់ទី3តើសន្តិភាពនិងស្ថិរភាពសង្គមផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់ប្រទេសជាតិនិងប្រជាជនជាស្រ័យប្រជាពលរដ្ឋទី4តើគ្រឿងញៀនបានបង្កមហន្តរាយអ្វីខ្លះដល់សង្គមជាតិតើបងប្អូនត្រូវធ្វើដូចម្តេចខ្លះដើម្បីជៀសឲ្យផុតពីគ្រឿងញៀនទី5តើល្បែងស៊ីសងបានបង្កមហន្តរាយអ្វីខ្លះដល់សង្គមជាតិទី6តើការទៅបោះឆ្នោតដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររបស់បងប្អូនមានអត្ថន័យយ៉ាងដូចម្តេចទី7តើប្រជាណាចក្រកម្ពុជាបច្ចុប្បន្នបែងចែករដ្ឋបាលជាប្រមាណថ្នាក់ចូលរៀបរាប់តើយើងតាមដានចម្លើយទាំងអស់គ្នាចម្លើយទី1ប្រទេសកម្ពុជាទទួលបានសន្តិភាពពិតប្រាកដចាប់ពីឆ្នាំ1998មកហើយសន្តិភាពនេះបានកើតឡើងដោយសារយុទ្ធសាស្ត្រឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែនការបង្រួបបង្រួមជាតិការឯកភាពគ្នាលើការអភិវឌ្ឍជាតិសមាហរណកម្មក្នុងតំបន់ការលុបបំបាត់បានទាំងស្រុងនៅបដិវត្តន៍គ្រប់ប្រភេទចម្លើយទី2ក្រោយពេលទទួលបានឯករាជ្យពីអាណានិគមនិយមបារាំងរហូតមកដល់បច្ចុប្បន្ននេះប្រទេសកម្ពុជាបានផ្លាស់ប្ដូររបបនយោបាយដូចជារបបប្រជាធិបតេយ្យពីដើមរហូតដល់ឆ្នាំ1947របបសង្គមរាស្ត្រនិយមឆ្នាំ1953ដល់1970ដឹកនាំដោយសម្ដេចព្រះនរោត្តមសីហនុរបបសាធារណរដ្ឋខ្មែរឆ្នាំ1970ដល់1975ដឹកនាំដោយសេនាប្រមុខលន់ នល់របបកម្ពុជាប្រជាធិបតេយ្យឆ្នាំ1975ដល់1979ដឹកនាំដោយលោកប៉ុល ពតរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាឆ្នាំ1979ដល់1989ដឹកនាំដោយលោកហេងសំរិនរបបរដ្ឋកម្ពុជាឆ្នាំ1989ដល់1990ដឹកនាំដោយលោកហ៊ុនសែនរបបអន្តរកាលឬអ៊ុនតាក់ឆ្នាំ1990ដល់1993ដឹកនាំដោយលោកយ៉ាស៊ូស៊ីកអាកាស៊ីរបបប្រជាណាចក្រកម្ពុជាឆ្នាំ1993ដល់ឆ្នាំ2004នៅឯកសារចាស់គេដាក់ដល់បច្ចុប្បន្នប៉ុន្តែដោយសារតែក្នុងឆ្នាំ2004ព្រះបាទនរោត្តមសីហនុបានដាក់រាជសារសុខភាពរបស់ព្រះអង្គអត់សូវស្រួលប្រមុខរដ្ឋព្រះករុណានរោត្តមសីហនុប្រមុខរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុនសែនចាប់ពីថ្ងៃទី14តុលាឆ្នាំ2004មកដល់បច្ចុប្បន្នប្រមុខរដ្ឋនរោត្តមសីហមុនីប្រមុខរដ្ឋាភិបាលសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតចម្លើយទី3សន្តិភាពនិងស្ថិរភាពសង្គមផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសជាតិនិងប្រជាពលរដ្ឋដូចតទៅប្រទេសជាតិបានអភិវឌ្ឍទៅយ៉ាងឆាប់រហ័សគ្រប់ស្ថាប័នគ្រប់វិស័យមានដំណើរការបង្កើនប្រាក់ចំណូលជូនរដ្ឋតាមរយៈការបង់ពន្ធមានហេដ្ឋារចនាសម្ព័ន្ធស្ពានផ្លូវថ្នល់សាលារៀនជាដើមផ្ដល់ឱកាសវិនិយោគគ្រប់ទីកន្លែងបង្កើនទំនាក់ទំនងអន្តរជាតិក្នុងនិងក្រៅតំបន់បង្កើនប្រាក់បៀវត្សមន្ត្រីរាជការគ្រប់ប្រភេទលុបបំបាត់អំពើពុករលួយគ្រប់ទម្រង់លុបបំបាត់អក្ខរភាពឲ្យនៅកម្រិតទាបប្រជាពលរដ្ឋមានឱកាសក្នុងការប្រកបរបរទទួលទានរស់នៅក្នុងជីវភាពសមរម្យមួយទទួលបានការអប់រំប្រកបដោយនិរន្តរភាពមានឱកាសចូលរួមបំពេញកាតព្វកិច្ចរាជការបង់ពន្ធជូនរដ្ឋបានទៀងទាត់និងត្រឹមត្រូវបានលំហែកាយហាត់ប្រាណដើម្បីសុខភាពជួបជុំគ្នាធ្វើបុណ្យទានទៅតាមប្រពៃណីខ្មែរបង្កើនចំណូលសម្រាប់ក្រុមគ្រួសាររស់នៅក្នុងភាពញញឹមនិងសុខសាន្តត្រាណចម្លើយទី4គ្រឿងញៀនបានបង្កមហន្តរាយដល់សង្គមជាតិដូចជាបង្កនៅអំពើអយុត្តិធម៌ក្នុងសង្គមបាត់បង់នៅធនធានមនុស្សបង្កើនភាពអសីលធម៌គ្រប់ទម្រង់គ្រោះថ្នាក់ផ្នែកអនុភាពការងារអនាធិបតេយ្យក្នុងសង្គមបាត់បង់ចំណូលចូលរដ្ឋនិងជាតិ
កាត់បន្ថយការអភិវឌ្ឍនិងសកលភាវូបនីយកម្មក្នុងសង្គមពោរពេញដោយអំពើពុករលួយកើនឡើងនៅបទល្មើសគ្រប់ប្រភេទបទឧក្រិដ្ឋអំពើហិង្សាទាក់ទងទៅនឹង Gender និងផ្លូវភេទដើម្បីជៀសផុតពីគ្រឿងញៀនយើងគប្បីត្រូវយល់ដឹងពីវិធីសាស្ត្រក្នុងការការពារខ្លួនកុំសេពគប់មិត្តភ័ក្តិប្រើប្រាស់គ្រឿងញៀនកុំសាកល្បងសេពគ្រឿងញៀនសូម្បីតែម្ដងនៅឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទចូលរួមអភិវឌ្ឍសង្គមតាមដែលអាចធ្វើទៅបានហាត់ប្រាណដើម្បីសុខភាពធ្វើខ្លួនឲ្យមមាញឹកក្នុងការសិក្សានិងការងារ5ល្បែងស៊ីសងបានបង្កមហន្តរាយដល់សង្គមជាតិដូចជាធ្វើឲ្យមនុស្សញៀនលេងល្បែងមិនចង់ធ្វើអ្វីក្រៅពីលេងល្បែងអាចបង្កប្រព្រឹត្តបទល្មើសច្បាប់ផ្សេងៗមានការបោកប្រាស់ឆបោកពីជនស្លូតត្រង់មានអំពើលួចឆក់ប្លន់ក្នុងសង្គមអាចបង្កជាជម្លោះទាស់ទែងគ្នាមានអំពើហិង្សាក្នុងគ្រួសារមានការបែកបាក់គ្រួសារមានការខ្សែធនបាត់បង់ទ្រព្យសម្បត្តិអាចឈានដល់ធ្វើអត្តឃាតពេលមានបំណុលមានអំពើពុករលួយដោយសារតែល្បែងចម្លើយទី6ការទៅបោះឆ្នោតដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រគឺមានអត្ថន័យដូចជាធ្វើឲ្យមានលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានធ្វើឲ្យមានប្រព័ន្ធគ្រប់គ្រងបែបវិមជ្ឈការនៅតាមឃុំសង្កាត់ឬជាអ្នកផ្ទេរអំណាចនយោបាយនិងសេដ្ឋកិច្ចដល់ឃុំសង្កាត់ប្រជាពលរដ្ឋអាចសម្រេចជោគវាសនាដោយខ្លួនឯងតាមរយៈតំណាងរបស់គាត់នៅតាមថ្នាក់មូលដ្ឋានប្រជាពលរដ្ឋនឹងទទួលបាននូវការអភិវឌ្ឍជាក់ស្ដែងពង្រឹងស្ថានភាពនយោបាយដោយទទួលបានការទុកចិត្តពីប្រជាពលរដ្ឋលទ្ធិប្រជាធិបតេយ្យជាសិទ្ធិលើកកម្ពស់ប្រជាពលរដ្ឋជាធំផ្ដល់សិទ្ធិដល់ប្រជាពលរដ្ឋក្នុងការបង្ហាញនូវឆន្ទៈផ្នែកនយោបាយចូលរួមក្នុងការអភិវឌ្ឍប្រទេសដោយការទទួលខុសត្រូវចំពោះជាតិត្រូវការបោះឆ្នោតជ្រើសរើសតំណាងខ្លួនពេញចិត្តទទួលបានការអភិវឌ្ឍជាក់ស្ដែងពង្រឹងស្ថានភាពនយោបាយដោយទទួលការទុកចិត្តពីប្រជាពលរដ្ឋការបោះឆ្នោតជួយឲ្យមានបម្លាស់ប្ដូរអ្នកដឹកនាំដោយសន្តិវិធីតាមផ្លូវច្បាប់ចម្លើយទី7ប្រជាណាចក្រកម្ពុជាបច្ចុប្បន្នបែងចែករដ្ឋបាលជា3ថ្នាក់គឺបំណែកចែកថ្នាក់ទី1ខេត្តរាជធានីបំណែកចែកថ្នាក់ទី2ស្រុកក្រុងខណ្ឌនិងបំណែកចែកថ្នាក់ទី3ថ្នាក់មូលដ្ឋានភូមិឃុំសង្កាត់បាទសូមអរគុណសម្រាប់ការតាមដានទស្សនារបស់បងប្អូនតាំងពីដើមរហូតដល់ចប់សង្ឃឹមថាវីដេអូមួយនេះមានប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាត្រៀមប្រឡងចូលប៉ូលីសទាំងអស់គ្នាជូនពរសំណាងល្អទទួលបានការជោគជ័យទាំងអស់គ្នា